បាទអញ្ចឹងគ្រូបន្តទៀតបាទមុននឹងគ្រូ implement collision បាទ fix hash collision ហ្នឹងគ្រូ implement បន្ទុកទៀតហើយបាទគឺ method remove ណាបាទយើងមាន method remove មួយទៀតបាទគេអញ្ចឹងគ្រូដាក់ខាងក្រោមនេះចុះបាទpublic void remove បាទ remove ហ្នឹងតើយើង implement របៀបម៉េចវិញបាទឥឡូវគ្រូធ្វើឲ្យគ្នាយើងបានឃើញនេះសិនគ្រូ save មួយអូខេណាគ្រូ print វាដល់គ្រូ print នេះបាទ print សិនណា print បាទនេះត្រូវបើកវិញសិនបាទ print សិនអ្នកគ្នាបានឃើញរូបភាពវាខាងក្នុងណាបាទគ្រូ run ទៅបាទវានេះយើង input iPhone បាទ key iPhone ហើយ this is my iPhone value បាទនៅទីតាំងលេខ8តាំងលេខ8នេះបាទឃើញទេណាល់ទាំងអស់នេះ0 1 2 3 4 5 6 7អត់តាំង8បានមានតម្លៃ entry ហ្នឹងបាទ9អត់មានទេបាទហើយ remove យើងធ្វើម៉េច remove មានន័យថាតាមរយៈ key ដែលគេបោះមកឧស្សាហ៍គ្រូចង់ remove iPhone អញ្ចឹងណាបាទអញ្ចឹងគឺយើងលុបដល់នឹងចោលគឺកន្លែងហ្នឹង set ទៅជា null វិញណា set ទៅជា null វិញបាទអញ្ចឹង implement ស្រួលទេបាទអញ្ចឹងតាមរយៈ key ហ្នឹងបាទគាត់ថា string key បាទហើយ call តាមរយៈ key ហ្នឹងយើងបាន generate index បាទ call method generate ហ្នឹងទៀតមកបាទអញ្ចឹងឯងណាខ្លះយើងបាទ hashable គឺបែបហ្នឹងឯងបាទអូខេចង់ set វាទៅម៉េចបាទ this dot table នៃ index ហ្នឹងបាទស្មើ null បាទងាយប៉ុណ្ណឹងឯងណាងាយបាទឥឡូវគ្រូ call method ហ្នឹងណាបាទយើងមើលវានៅទីតាំងទី8ហ្នឹងទីតាំងទី8ហ្នឹងគឺ key វាគឺ iPhone មែនទេបាទឥឡូវគ្រូលុប iPhone ហ្នឹងចោលគ្រូ call method hashTable dot remove key remove តាមរយៈ key iPhone ណាបាទហើយគ្រូ print វាម្ដងទៀតមើលឲ្យគ្នាបានឃើញ Ctrl C Ctrl V comment Ctrl S បាទខ្ញុំគ្រាន់តែឲ្យបានឃើញបាទអូខេដំបូងឡើយគឺយើង set iPhone ហ្នឹងបាទទៅតាំងទី8សារយើង generate key បានលេខ8បាទទាំងលេខ8ហ្នឹងបាទតមកយើង access វា data key ជាមក6អញ្ចឹងបានលេខ6ជាមកគឺ null អត់មានតម្លៃទេបាទហើយយើង remove iPhone តាមរយៈ iPhone ហ្នឹងបាទបោះចូល hash function វាបាន index លេខ8បាទអញ្ចឹងយើងទៅ set ទីតាំងលេខ8ហ្នឹង null ណា null បាទអញ្ចឹងគឺយើង implement បានត្រឹមត្រូវហើយនៅសល់តែ hash collision ទេបាទ